មួយដុំដាក់ក្នុងក្រដងពណ៌ខៀវមួយហើយគាត់តែងខ្លួនធ្វើដូចជាអ្នកសុំទានដូចជាអ្នកដែលថាមិនគ្រប់ទឹកនិយាយទៅអូអ៊ីវ៉ាន់តាមអតេសដាក់នឹងអ៊ីវ៉ាន់តាមអតេសអូទៅហើយទៅគេអ្នកដែលលក់នៅតាមផ្សារគេគិតថាគាត់មិនគ្រប់ទឹកទេគាត់នឹងមិនគ្រប់ទឹកទេទៅគាត់យកសំណាងទៅឲ្យអត់ទទួលសំណាងនោះគាត់ដើរហុចក្រដងគេគ្រប់គ្នាហុចក្រដងរបស់គេតែក្នុងក្រដងហ្នឹងគឺមានលុយមួយដុំលុយហ្នឹងមិនតិចទេលុយច្រើនដែរតែគាត់ហុចឲ្យគ្រប់អ្នកដែលលក់ដូរនៅក្នុងទីផ្សារហ្នឹងស្រីទាំងប្រុសគាត់ហុចតែគ្មានអ្នកណាទទួលលុយហ្នឹងទេព្រោះគ្មានសំណាងអញ្ចឹងហើយទើបគាត់ស្វែងរកអ្នកដែលមានសំណាងទទួលលុយពីគាត់អញ្ចឹងហើយគាត់ក៏បានអូសប្រទេសនេះខត់តទៅមុខទៀតអូសកាត់ផ្សារហើយហុចឲ្យអ្នកដែលគ្រប់គ្នាដែលលក់អីវ៉ាន់អត់តែគ្មានអ្នកណាទទួលលុយនឹងទេព្រោះគេគិតថាបរិសម្នាក់នេះឈួតបរិសម្នាក់នេះមិនគ្រប់ទឹកហើយមិនដឹងមកពីណាមិនដឹងមកពីណីពួកគេអត់មានអាពើខ្លះគេខ្ពើមគាត់មិនទាំងយកភ្នែកមើលគាត់ផងខ្លះនោះព្រោះគេមើលទៅសម្លៀកបំពាក់គាត់ដូចមិនចំណងទេចឹងអ្នកខ្លះគ្រាន់តែគាត់ដើរចិត្តងាកមុខចេញដើរចេញធ្វើដូចជាខ្ពើមរអើមគាត់អញ្ចឹងតែតាមកាពិតទៅគាត់ជាអ្នកមានលុយមិនខ្វះទេលុយគាត់ចាយអញ្ចឹងគាត់ក៏បានធ្វើដំណើរតទៅមុខទៀតហើយក៏បានអូតែហ្នឹងតទៅមុខទៀតហើយយកលុយដែលដុំនៅក្នុងប្រដងហ្នឹងយកទៅជូនអ្នកផ្សេងទៀតតែសុទ្ធតែអ្នកមានសំណាងបានលុយនឹងទេហើយគាត់ក៏បានធ្វើដំណើរតទៅមុខទៀតដើម្បីទៅយកលុយហ្នឹងហុចឲ្យអ្នកដែលទល់ក្រអ្នកដែលអត់អញ្ចឹងក៏ខំប្រឹងស្វែងធ្វើដំណើរក្រឡឹងពេញផ្សារហុចលុយមួយដុំដែលនៅគាត់កានហ្នឹងយកទៅឲ្យអ្នកដែលមានសំណាងអ្នកដែលអាចទទួលលុយហ្នឹងតែចំពោះអ្នកក្រៅពីហ្នឹងតាមមើលទៅគេគិតថាសម្រាប់នេះហើយឈួតមិនដឹងអីទេដើរហុចទៅដងឲ្យគេពីទឹកពីហើយគ្មានអ្នកណាអាចទទួលប្រាក់គាត់បានទេព្រោះអីព្រោះមកពីមានសំណាងចាយលុយហ្នឹងតែម្នាក់ស្រីម្នាក់នោះដែលកំពុងតែលក់អីវ៉ាន់នោះគាត់ក៏បានអូសទៅដល់អ្នកតែមានសំណាងអាចទទួលលុយចាយបានហើយគាត់ក៏បាននិយាយសូមអីវ៉ាន់ដែលអ្នកស្រីគាត់លក់នោះហើយក៏អ្នកស្រីក៏អត់បដិសេធដែរឲ្យយកទាំងអស់គាត់សុំ2ឲ្យ2សុំ3ឲ្យ3និយាយទៅគាត់សុំទាំងអស់ឲ្យទាំងអស់ហើយអ្នកស្រីនោះក៏គាត់មានចំនួនដែរគឺរកយកទៅចែកឲ្យអ្នកទីផ្សារសុទ្ធតែអ្នកអត់គ្រប់គ្នាទទួលគាត់ក៏អបចែកអគាត់ក៏បានខឹងអ្វីដែរអញ្ចឹងបងគាត់មកដល់ហើយអ្នកស្រីនឹងគាត់ឲ្យទាំងចិត្តជ្រះថ្លាហើយបរិះនោះបានចែកអីវ៉ាន់ដែលគាត់ទិញឲ្យប្រជាជនដែលនៅក្នុងទីផ្សារចាយគ្រប់គ្នាអូគ្រប់គ្នាជាសំណាងរបស់គាត់ហើយបងប្អូន
សំណាងគាត់បានមកដល់ហើយអញ្ចឹងថាមនុស្សយើងតើតែមានសំណាងទើបទទួលបានលុយនេះជាសំណាងរបស់គាត់